ឆាជីវិតរបស់ស្ត្រីកូរ៉េម្នាក់ដែលធ្លាប់បានទីហ៊ានជប៉ុនចាប់យកទៅធ្វើជាទីស្ករផ្លូវភេទដែលត្រូវបម្រើផ្លូវភេទឲ្យទីហ៊ានជប៉ុននឹងក្នុងមួយថ្ងៃមិនក្រោម50នាក់នោះទេឧបទ្វីបកូរ៉េត្រូវបានដាក់អាណានិគមដោយប្រទេសជប៉ុនក្នុងអំឡុងឆ្នាំ1910ដល់ឆ្នាំ1945គួររំលឹកដែរថាកាលពីសង្គ្រាមលោកលើកទី2ទីហ៊ានជប៉ុនបានចាប់បង្ខំស្ត្រីប្រមាណជា40,000នាក់ឲ្យទៅធ្វើការក្នុងផ្ទះបនយោធារបស់ពួកគេហើយក្នុងចំណោម40,000នាក់ហ្នឹងប្រហែលជា21នាក់ដែលសុទ្ធសឹងតែជាស្ត្រីជនជាតិកូរ៉េខាងត្បូងតែម្ដងស្ត្រីទាំងនោះគឺសុទ្ធតែត្រូវគេបង្ខំគេពង្រត់ឬក៏គេបោកប្រាស់ដើម្បីឲ្យទៅធ្វើការនៅក្នុងផ្ទះបនយោធារបស់ពួកគេក្នុងអំឡុងសង្គ្រាមលោកដែលកើតឡើងនៅប៉ាស៊ីហ្វិកហើយនៅក្នុងនោះក៏មានស្ត្រីជនជាតិកូរ៉េម្នាក់ដែលគាត់មានឈ្មោះថាលីយ៉ុងសូបន្ទាប់ពីនេះគាត់មានវ័យប្រហែលជា95ឆ្នាំហើយអញ្ចឹងថាគាត់គឺជាលោកយាយបច្ចុប្បន្នលោកយាយលីគាត់បានរៀបរាប់ពីជីវិតដែលគាត់មិនអាចបំភ្លេចបាននៅពេលដែលគេចាប់ពង្រត់គាត់នៅក្នុងពេលនោះគឺគាត់មានវ័យប្រហែលជាត្រឹមតែ15ឆ្នាំប៉ុណ្ណោះគាត់កំពុងតែដើរតាមផ្លូវទៅផ្ទះរបស់គាត់ត្រូវបានទាហានជប៉ុនបានចាប់បង្ខំគាត់យកទៅធ្វើជាទីស្ករបម្រើផ្លូវភេទនៅក្នុងផ្ទះបនយោធាដែលអំឡុងពេលហ្នឹងគឺគាត់មានការផិតភ័យជាខ្លាំងបងប្អូនគាត់មើលគឺវ័យត្រឹមតែ15ឆ្នាំទេជាស្ត្រីវាជារឿងដែលភ័យខ្លាចហើយវាក៏ជារឿងដែលគាត់មិនអាចបំភ្លេចបានក្នុងឆាកជីវិតរបស់គាត់ផងដែរលោកយីលីបានរៀបរាប់ថាក្នុងអំឡុងរយៈពេលប្រហែលជាង3ឆ្នាំគាត់ត្រូវទទួលទាហានជប៉ុនឬក៏បម្រើផ្លូវភេទឲ្យទាហានជប៉ុនហ្នឹងគឺមិនក្រោម50នាក់ទេក្នុងមួយថ្ងៃវាជាការចងចាំដ៏អាក្រក់បំផុតមួយក្នុងឆាកជីវិតរបស់គាត់ក៏ដូចជាប្រជាជនកូរ៉េខាងត្បូងទាំងមូលតែម្ដងហើយមិនឆ្ងល់ទេថាហេតុអីបានជាប្រជាជនកូរ៉េខាងត្បូងគាត់ស្អប់ជនជាតិជប៉ុនគឺដោយសារតែមូលហេតុដែលជនជាតិជប៉ុនធ្លាប់បានដាក់អាណានិគមលើប្រទេសគាត់ហើយរឿងដែលគាត់មិនអាចបំភ្លេចបានគឺទាហានជប៉ុននឹងតែម្ដងគឺបានចាប់បង្ខំស្ត្រីជនជាតិកូរ៉េរបស់ពួកគាត់យកទៅបម្រើផ្លូវភេទនេះគឺជាមូលហេតុដែលជនជាតិកូរ៉េខាងត្បូងស្អប់ប្រជាជនជប៉ុនខ្លាំងមែនទែនហើយលោកយាយលីក៏ធ្លាប់បានតស៊ូក្នុងការប្តឹងផ្តល់តាមរយៈផ្លូវច្បាប់ជាមួយរដ្ឋាភិបាលជប៉ុនចំពោះសំណងជំងឺចិត្តចំនួនប្រហែលជា$25 លានអាមេរិកលើការរំលោភបំពានផ្លូវភេទពីសំណាក់ទាហានជប៉ុនទាំងអស់នោះមកលើរូបគាត់កាលកំឡុងសង្គ្រាមលោកលើកទី2នឹងឯងហើយនៅថ្ងៃទី28ធ្នូឆ្នាំ2015ប្រទេសកូរ៉េត្បូងនិងប្រទេសជប៉ុនក៏បានឈានដល់កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយផងដែរដោយទីក្រុងតូក្យូបានសារភាពកំហុសហើយក៏បានសុំទោសដល់អក្រិតកម្មមួយនេះទៅដល់ប្រជាជនកូរ៉េខាងត្បូងហើយក៏បានផ្ដល់សំណងប្រហែលចំនួន$1000 លានយេនឬប្រមាណ$9.6 លានអាមេរិកនឹងឯងសម្រាប់មូលនិធិជួយទ្រទ្រង់ផ្ដល់ជាសំណងដល់ជនរងគ្រោះដែលនៅរស់រានមានជីវិតហើយបញ្ជាក់ផងដែរសម្រាប់ជនរងគ្រោះដែលគាត់នៅរស់រានមានជីវិតជាង20,000នាក់ហ្នឹងគឺនៅសល់តិចតួចបំផុតដល់គ្នាដោយសារអីសង្គ្រាមលោកលើកទី2វាយូរមកហើយអ្នកខ្លះក៏បាត់បង់ជីវិតក្នុងឡុងពេលនោះប៉ុន្តែភាគច្រើនគឺគាត់បាត់បង់ជីវិតដោយសារតែចាស់ជរាឬក៏ជរាពាធទាំងឯងពួកឯងមកដល់ពេលនេះគឺគាត់មានអាយុច្រើនហើយសូម្បីតែលោកយាយលីដែលអំឡុងពេលនោះគឺគាត់អាយុប្រហែលជា15ឆ្នាំប៉ុន្តែមកដល់ពេលនេះគាត់អាយុ90ឆ្នាំជាងមកហើយប៉ុន្តែគាត់នៅតែតស៊ូរកភាពត្រឹមត្រូវរកយុទ្ធធម៌សម្រាប់ខ្លួនគាត់មកវិញចឹងឯងហើយលោកយាយលីក៏គាត់បានបួងសួងក៏ដូចជាអធិដ្ឋានជាមួយនឹងភាពជោគជ័យដែលគាត់បានប្តឹងផ្ដល់ជាមួយនឹងជនជាតិជប៉ុនហើយលោកយាយលីក៏គាត់បានបួងសួងហើយប្រាថ្នាឲ្យជនរងគ្រោះដែលជាជនជាតិគាត់ក៏ដូចជាជនជាតិផ្សេងៗទាំងអស់បានទទួលបាននៅយុត្តិធម៌ឲ្យបានដឹងឮដែលប្រទេសជប៉ុនគាត់បានសុំទោសជាមួយនឹងកំហុសឆ្គងទាំងអស់នេះដែលបានកើតឡើង